សួស្តីមិត្តនិស្សិតអរគ្នាថ្ងៃនេះដែរខ្ញុំមានវីដេអូមួយនិយាយទាក់ទងអំពីការដូរពណ៌កម្រាលពូកតួយ៉ាងដូចជាដំបូងគឺអញ្ចេះពណ៌សទេតែយើងចង់ដូរវាទៅជាពណ៌អីផ្សេងដែលយើងចង់បានអញ្ចឹងបើសិនបងប្អូនចង់ដឹងថាវាធ្វើរបៀបណាសូមតាមដានអរគ្នាដំបូងយើងចូលក្នុង folder មួយមកហើយបន្តមកទីយើងទាញ topics មួយដើម្បីដាក់ក្នុង folder Photoshop yes and then តម្លាក់ទៅក្នុងហ្នឹងមកចឹងបន្ទាប់ពីយើងបានចឹងហើយយើងចាប់ផ្ដើមប្រើ tool មួយគឺតកតងអំពី tool of object select tool ហ្នឹងហើយចឹង select ជាមួយហើយចាំបន្តិចយើងឈរលើ layer ហ្នឹងហើយចុចលើ tool ហ្នឹងមកចឹងយើងចង់ដូរលើគេលើកម្រាលពូកឬក៏ដូរលើខ្នើយចឹងសម្រាប់ខ្ញុំដូរលើកម្រាលពូកចឹងចាំបន្តិចវាកំពុង slow ហ្នឹងហើយបន្ទាប់ពីយើងបានចឹងហើយយើងបង្កើតlayer មួយហ្នឹងហើយបន្ទាប់ពីបង្កើត layer មួយហើយយើងចុច clipping mask មួយទៀតដើម្បីបានមួយអញ្ចឹងបន្ទាប់ពីយើង clipping mask ហើយយើងឈរលើ layer ខាងក្រោមបន្តមកទៀតយើងឈរលើ tool នេះហើយមកស្ដាំយកពាក្យថា solid អញ្ចឹងកន្លែងនេះគឺកន្លែងដែលយើងចង់ដូរពណ៌ឧទាហរណ៍ថាខ្ញុំចង់ដានពណ៌បែបចេះថាល្ងិតអញ្ចឹងទៅបន្តមកទៀតយើងអូខេអញ្ចឹងបន្ទាប់ពីយើងបានអញ្ចឹងហើយយើងអត់ឃើញស្អីទេអញ្ចឹងយើងត្រូវតែទាញកន្លែងនេះចុចចលក្តារមកហើយទាញវាចូលក្នុងធួនឹងមកចាំបន្តិចចូលអញ្ចឹងវាចេញសញ្ញា yes អញ្ចឹងយើងចុច yes មកអញ្ចឹងបន្តមកយើងបានអញ្ចឹងប៉ុន្តែវាអត់ស្អាតទេអញ្ចឹងដើម្បីឲ្យវាស្អាតយើងទៅធ្វើម៉េចអញ្ចឹងយើងឈរលើ layer ហ្នឹងហើយយើងចូលពាក្យថា normal ហើយយើងជ្រើសរើសកន្លែងដែលយើងចង់បានមកអញ្ចឹងយើងចុចវាមកហ្នឹងហើយមានតែប៉ុណ្្នឹងបងអូនគឺហើយ